ជាធម្មតានៅពេលដែលយើងដាំដំណាំណាមួយគឺយើងមិនមែនត្រឹមតែចង់ឲ្យដំណាំនោះដុះលូតលាស់ត្រឹមតែមួយរសនោះទេគឺយើងចង់ឲ្យដំណាំនោះដុះលូតលាស់ហើយផ្ដល់ទិន្នផលឲ្យយើងបានច្រើនថែមទៀតផងអញ្ចឹងថ្ងៃនេះ Channel រៀនពីកសិកម្មគឺនឹងលើកយកបច្ចេកទេសនៃការដាំដំណាំពោតផ្អែមមកចែកជូនបងប្អូនអ្នកដែលដាំដំណាំពោតនេះផងដែរដោយសារដំណាំពោតគឺជាដំណាំមួយដែលពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងផងដែរការដាំដំណាំណាមួយមិនមែនទៅលើដំណាំពោតទេដំណាំអ្វីក៏ដោយគឺសំខាន់ចាំបាច់ជាងគេគឺការជ្រើសរើសពូជឲ្យបានត្រឹមត្រូវយើងមិនមែនចេះតែយកពូជណាពូជណីយកមកដាំដោយយើងអត់ដឹងប្រភពច្បាស់លាស់បានទេពូជដែលយើងទុកយូរឆ្នាំខ្លាំងពេកក៏ធ្វើឲ្យទិន្នផលរបស់យើងបានទាបផងដែរអញ្ចឹងការជ្រើសរើសពូជគឺត្រូវជ្រើសរើសពូជណាដែលផ្ដល់ទិន្នផលខ្ពស់មានដំណោះខ្ពស់ហើយមិនខូចគុណភាពឬក៏មិនមានជំងឺឬក៏សត្វល្អិតដែលរំខានហើយយើងទុកយូរឆ្នាំពេកក៏យើងយកមកដាំមកវាអត់ល្អដែរអញ្ចឹងទីមួយគឺយើងធ្វើការជ្រើសរើសពូជសិនបន្ទាប់មកគឺយើងចាប់ផ្ដើមរៀបចំដីនិងធ្វើរងយើងចាប់ផ្ដើមសម្អាតដីចម្ការនិងរើសស្មៅចេញឲ្យអស់ភ្ជួររាស់ដីឲ្យបានម៉ត់ល្អហើយហាលឲ្យបានពី10ទៅ15ថ្ងៃការហាលដីគឺសំខាន់ណាស់បងប្អូនបើសិនជាយើងភ្ជួរហើយយើងអត់បានហាលយើងចាប់ផ្ដើមដាំភ្លាមគឺវាធ្វើឲ្យសត្វល្អិតនៅក្នុងដីឬក៏មេរោគនៅក្នុងដីហ្នឹងគឺវាអត់ទាន់ងាប់អស់ទេអញ្ចឹងបើសិនជាយើងចាប់ផ្ដើមដាំដំណាំគឺធ្វើឲ្យសត្វល្អិតកតាចង្រៃទាំងអស់នោះគឺវាបង្កហានិភ័យទៅដល់ដំណាំរបស់យើងនៅពេលដែលយើងហាលដីបានល្អមេរោគងាប់អស់ងាប់កំទេចកំទីស្មៅអស់ដែរអញ្ចឹងវាធ្វើឲ្យដំណាំយើងពេលដែលដុះលូតលាស់មកក៏វាអត់សូវមានស្មៅដែរអញ្ចឹងគឺយើងធ្វើការភ្ជួរហ្នឹងវាជម្រៅ10ទៅ20សង់ទីម៉ែត្របន្ទាប់ពីយើងភ្ជួររាស់ស្អាតរៀបចំដីស្អាតអស់ហើយគឺយើងចាប់ផ្ដើមលើករងអញ្ចឹងការដាំពោតផ្អែមជារងកសិករគឺក៏អាចដាំជាជួរតាមពីរបៀបដែរគឺដោយរងទល់មានន័យថារងនឹងតាមមួយជួរឬក៏រងនឹងដាំពីរជួរផងដែរអញ្ចឹងរងដែលដាំជាពីរជួរគឺទទឹង1ម៉ែត្រនិងបណ្ដោយទៅតាមលទ្ធភាពដីតែក៏អត់គួរឲ្យលើសពី50ម៉ែត្រដែរពីព្រោះវាពិបាកនៅក្នុងការថែទាំដូចជាស្រោចទឹកបោចស្មៅជាដើមបើកម្ពស់វិញនៅរដូវប្រាំងគឺ20ទៅ30សង់ទីម៉ែត្រហើយនៅរដូវវស្សាពី30ទៅ50សង់ទីម៉ែត្រចំពោះការដាក់ជីគឺយើងអាចដាក់ជីលាមកសត្វដែលពុកផុយឬកំប៉ុស្តចំនួន2គីឡូក្រាមលើផ្ទៃដីរង1ម៉ែត្រការ៉េនៅតាមចន្លោះចង្អូរជួរទាំងពីររួចហើយត្រឡប់ហើយលុបដីគ្របឲ្យជិតវិញវិធីដាំដុះគឺយើងជ្រើសរើសពូជពោតដាំកសិករគួរតែពិចារណាទៅលើ3ចំណុចទី1គឺពូជធន់ទៅនឹងខ្សែបរិស្ថានក្នុងតំបន់ដាំដុះទាំងសត្វល្អិតនិងជំងឺទី2គឺពូជដែលផ្ដល់ទិន្នផលខ្ពស់ទី3ពូជដែលមានអត្រាដាំដុះចាប់ពី85%ឡើងទៅអញ្ចឹងកសិករមានជម្រើស2គាត់អាចដាំដោយគ្រាប់ផ្ទាល់នៅក្នុងរណ្ដៅបើមានលទ្ធភាពគឺអាចដាំដោយកូនបណ្ដុះអញ្ចឹងបើសិនជាយើងបណ្ដុះកូនជាមុនគឺកាន់តែប្រសើរចន្លោះពីគុម្ពមួយទៅគុម្ពមួយគួរតែមានចម្ងាយពី35សង់ទីម៉ែត្រ3ទឹកកន្លះទៅ45សង់ទីម៉ែត្រ4ទឹកកន្លះដោយដាក់ដាំក្នុងមួយរណ្ដៅមួយដើមឬក៏មួយគ្រាប់កសិករគួរតែបណ្ដុះកូនបម្រុងទុកចំនួន20ទៅ30%នៃគ្រាប់សរុបដើម្បីទុកជួសនៅពេលដែលបាត់ដើមមានន័យថាកូនងាប់ឬក៏គ្រាប់ដុះអត់បានល្អចំពោះការថែទាំវិញគឺយើងអាចដាក់ជីបំពន់ហ្នឹងគឺយើងដាំបានហើយគឺយើងដាក់ជីទៅពេលមុនពេលដាំ15ថ្ងៃគឺយើងត្រូវការដាក់ជីទ្រាប់បាតយើងអាចប្រើជាលាមកសត្វពុកផុយឬក៏កំប៉ុស្តបរិមាណជី2គីឡូក្នុង1ម៉ែត្រការ៉េដីរងហើយកន្លែងដាក់ជីគឺយើងអាចកប់ជីនៅកណ្ដាលរងពេលរៀបចំរងដាក់គម្របរងបន្ទាប់ពីដាំបាន7ទៅ10ថ្ងៃគឺយើងអាចដាក់ជីអ៊ុយរ៉េ4600ហ្នឹង1គីឡូកន្លះ
ក្នុងមួយគុម្ពចម្ងាយពី 0.5 ទៅ 1 តឹកពីគល់ពោត2រុននៅក្នុងមួយដើមបន្ទាប់ពីដាំបានពី28ទៅ30ថ្ងៃគឺយើងអាចដាក់ជី20-20-15 5 ក្រាមក្នុងមួយគុម្ពចម្ងាយពីដើមនឹង1.5 ទៅ 2.5 តឹកមួយរុនក្នុងមួយដើមហើយបន្ទាប់មកគឺពីដាំបាន48ទៅ50ថ្ងៃគឺយើងអាចដាក់ជី20-20-15លាយជី0060 10 ក្រាមក្នុងមួយគុម្ពចម្ងាយពី1.5 ទៅ 2.5 តឹកពីគល់ពោតមួយរុនក្នុងមួយដើមដែរអញ្ចឹងនៅចន្លោះនៃការដាក់ជីកសិករចាំបាច់ត្រូវបាញ់ជីទឹកបំប៉នយ៉ាងហោចណាស់នៅថ្ងៃទី13ឬទី14និងទី35ឬ37បន្ទាប់ពីដាក់ដាំការថែទាំគឺយើងត្រូវតែសម្អាតស្មៅដែលដុះនៅក្នុងចម្ការនិងពិនិត្យចម្ការពោតឲ្យបានទៀងទាត់ពេលដែលពោតលូតលាស់ពី1ទៅ 1.5 ម៉ែត្រហើយកសិករគួរតែកាត់ស្លឹកផ្នែកខាងក្រោមឬស្លឹកដែលចាស់ចោលដើម្បីឲ្យខ្យល់ចេញចូលបានល្អនិងកាត់បន្ថយចំនួនសត្វល្អិតចង្រៃទឹកជាផ្នែកមួយដ៏សំខាន់របស់ដំណាំដូចនេះកសិករត្រូវពិនិត្យដីនិងតម្រូវការទឹករបស់ដំណាំពោតដែលចំពោះការផ្ដល់ទឹកឲ្យដំណាំពោតមិនគួរតិចពេកឬក៏ច្រើនពេកទេពីព្រោះវាអាចបណ្ដាលឲ្យដើមពោតងាប់បានចាអញ្ចឹងប្រធានបទនេះវីដេអូនេះគឺសូមចប់តែប៉ុណ្ណេះសិនហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ដែលនិយាយអំពីជំងឺនិងសត្វល្អិតដែលកើតឡើងលើដំណាំពោតហើយបើសិនជាបងប្អូនមានចម្ងល់អីអាចខមមិននៅខាងក្រោមនេះបានអរគុណនិងសូមជម្រាបលា